Hello សួស្តីបងប្អូនទាំងអស់គ្នាដែលគាត់ប្រើប្រាស់ប្រភេទរថយន្ត Kia Morning ថ្ងៃនេះខ្ញុំសូមមកតប comment បងប្រុសម្នាក់ដែលឲ្យខ្ញុំហ្នឹងធ្វើវីដេអូបង្រៀនពីរបៀបក្នុងការដាក់លេខបាទលេខ2លេខ1លេខ3អញ្ចឹងទៅគឺយើងអត់ប្រើប្រាស់លេខ D ទេអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងមកបង្រៀនជាក់ស្ដែងជាមួយនឹងរថយន្ត Kia Morning ឆ្នាំ2012ទាំងអស់គ្នាតោះឥឡូវហ្នឹងគឺខ្ញុំកំពុងតែឈប់ហើយខ្ញុំនៅក្នុងលេខ P អញ្ចឹងឥឡូវហ្នឹងគឺយើងមកមើលលេខទាំងអស់គ្នាលេខ P លេខ O លេខ N លេខ D អញ្ចឹងនៅក្នុង Kia Morning 2012គឺវាមានទាំងអស់ហ្នឹងបាទយើងមានលក់បន្តោងសោ Kia Morning ស្អាតអាចធ្វើការបញ្ជាទិញឥឡូវនេះបានសូមអរគុណប៉ុន្តែគឺក៏វាមានលេខដៃដែរលេខ1និងលេខ2និងលេខ3អញ្ចឹងឥឡូវហ្នឹងគឺខ្ញុំចាប់ផ្ដើមជន់5ឲ្យជាប់ហើយខ្ញុំចូលមកលេខ1បន្ទាប់មកដល់ពេលដែលខ្ញុំចូលលេខ1គឺខ្ញុំចាប់ផ្ដើមប្រឡែង5របស់យើងទៅហើយយើងចាប់ផ្ដើមទៅមុខបាទតោះឥឡូវហ្នឹងគឺយើងចាប់ផ្ដើមចេញឡានទៅមុខហើយដល់ពេលដែលឡានរបស់យើងចាប់ផ្ដើមមានល្បឿនបន្តិចឧទាហរណ៍ថាល្បឿនមកសមស្របកុំឲ្យម៉ាស៊ីនងាងខ្លាំងពេកហើយយើងចូលមកលេខ2បឹកបាទយើងចូលមកលេខ2អញ្ចឹងទៅវាស្ទុះបាទដល់ពេលវាស្ទុះអញ្ចឹងទៅមើលតែលេខវារៀងលឿនបាទមើលទៅម៉ាស៊ីនរបស់យើងរៀងងាងបន្តិចហើយជើងបន្តិចហើយយើងចូលមកលេខ3ខឹបបាទអញ្ចឹងគឺយើងចាប់ផ្ដើមជន់បានហើយឧទាហរណ៍ថាឥឡូវហ្នឹងគឺបងប្អូនចង់ឡើងវ៉ាចេញគឺថាឡានរបស់យើងគឺវាស្ទុះមានន័យថាវាអត់ចូលលេខតាន់ពេលវេលាហើយយើងវ៉ាឡានល្បឿនលឿនទៀតត្រូវធ្វើម៉េចបាទហើយយើងចូលមកលេខ2គឺយើងជន់យកតែម្ដងបាទហើយដល់ពេលយើងជន់គេផុតហើយឡានរបស់យើងមិនលឿនហើយត្រូវទេបងនៅពេលដែលលឿនគឺយើងចូលមកលេខ3តែម្ដងបាទយើងចូលមកលេខ3ជន់យកតែម្ដងបាទហើយបើសិនជាបងគិតថាហេវាអត់មានឧបសគ្គទៀតទេឬក៏យើងចង់លេងដាក់លេខហើយគឺបងប្អូនគ្រាន់តែផ្ទះមកចំហៀងខាងនេះមកវានឹងចូលមកលេខ D វិញហើយបាទវានឹងចូលមកលេខ D ធម្មតាវិញ